ngày ní nhom nâng chùm này tức bạ chùm nuôn pi mơn điều đam bay vô tự tinh là bỏ ấy của ba này hay thua mấy cùng ai lơ chùm nuôn lôi pi mơn điều hay chùm nuôn là bỏ để nhom thực tinh nâng miên cầm nọt tiệt trong từng ai về miên pi là bỏ buôn là bỏ hay bờ mùi là bỏ hay bà xin chùm nhom chập ban là bỏ pan na cứ nhom thờ tự tinh là bỏ bập pan trong chùm nuôn này nhom chập ban nâng cứ chùm nuôn buồn trong hai nhom có ban thua đầm nà từ cam sa tụm nộp ion đam bay đa hồ là bỏ thua mấy ở ban buồn buồn tay lại khăn dương mền nghi pan nâng ấy bóng bồn nhom miên pe thầm ta 30 នាទី ហើយបើសិនជាញោមលើ30 នាទីចំនួនរបស់ដែលខ្ញុំទិញបានទាំងអស់ហ្នឹងគឺខ្ញុំនឹងត្រូវដើរហូរណាគេក៏បានដែរហើយបកគលរបស់ហ្នឹងឲ្យចឹងបេសកកម្មដើរររបស់យើងក៏បានចាប់ផ្ដើមខ្ញុំក៏ព្យាយាមដើរហូររបស់ណាដែលវាសមនឹងបច្ចិតយើងអានេះស្មានតែក្រួយថ្នាំបាញ់មុខពេលហ្នឹងគឺថាពីងពិបាកហូរដែរដោយសារតែខ្លាចយកទៅវាអត់មានលុយសល់សម្រាប់ទិញរបស់ខាងក្រួយទេវ៉ៃសិតតែខ្លាចអត់គ្រប់លុយតែក៏មើលរបស់ខ្ញុំហូរសិតតែធុងបេត្រូក៏អីអង្គុយណាណៃសំខាន់ហ្នឹងគឺដើរមកមើលបលាញ់បុកទេអញ្ចឹងខ្ញុំក៏ព្យាយាមដើរហូររបស់ណាដែលវាសមនឹងតម្លៃខ្ញុំដំបូងគឺថាស្រួលដែរដល់ពេលជាក់ស្ដែងគឺថាពិបាកហូរដែរហ្នឹងទីបំផុតខ្ញុំក៏បានស្វែងហូររបស់បានចំនួន2ហើយបើគិតរយៈពេលទៅបងប្អូនអាចមើលបាននិយាយទៅពេលដែលខ្ញុំចូលដំបូងហ្នឹងគឺ7:30 នាទីហើយពេលដែលខ្ញុំគិតលុយហ្នឹងគឺ7:52 នាទីអញ្ចឹងបើគិតបូកដកគុណចែកទៅវាអស់ចំនួន22 នាទីហើយអញ្ចឹងយើងនៅសល់តែ8 នាទីទៀតទេដើម្បីស្វែងហូររបស់2ទៀតអញ្ចឹងរបស់ដែលខ្ញុំហូរបានចំនួន2មុខមិញហ្នឹងដោយសារមិញដើរទៅឃើញមីតំណងណាយកមីហ្មងប៉ុន្តែបច្ចៈណាបងប្អូនដោយសារតែមួយមុខហ្នឹងគឺខ្ញុំយកចំនួន3កញ្ចប់ដោយសារតែមីយើងវារៀងធូរថ្លៃដែរអញ្ចឹងខ្ញុំក៏យកមីទៅហើយបន្ទាប់មកខ្ញុំក៏ដើរមកហូរទឹកសុទ្ធចាហើយទឹកសុទ្ធហ្នឹងក៏ខ្ញុំយកចំនួន3ដបដែរដោយសារតែយើងនៅសល់តែ8 នាទីទៀតទេខ្ញុំក៏ព្យាយាមដើរហូររបស់ឲ្យបានលឿនតាមតែអាចធ្វើទៅបានអញ្ចឹងដោយសារតែឃើញនំនេះទៅនងខ្ញុំក៏យកនំនេះមកមួយទៀតទៅហើយបន្ទាប់មកខ្ញុំបកបានបន្តដំណើរទៅទិញអាទឹកផ្លែឈើក្លុកគេនេះអ្នកនរគ្នាពេលហ្នឹងគឺអត់គិតដល់អារឿងគេ discount ហ្នឹងទេដោយសារតែគិតថាបើទិញអាហ្នឹងទៅវាអាចនឹងសល់លុយតិចតួចអីទេវាគ្រប់លុយយើងហ្មងប៉ុន្តែពេលដែលគិតលុយហ្នឹងគឺវាយថាអស់តែ8000ពេលហ្នឹងខ្ញុំភ្ញាក់មែនតើណាមិនអស់8000តាមពិតអាទឹកនោះគេ discount 50%ហើយចំពោះនាទីវិញគឺខ្ញុំបានលើស5នាទីបាត់ទៅហើយចឹងមានន័យថាអាវ៉ាន់ដែលខ្ញុំទិញមិញហ្នឹងគឺខ្ញុំត្រូវតែយកឲ្យអ្នកដទៃចឹងកំឡុងពេលដែលខ្ញុំដើរចេញពី Eon ហ្នឹងខ្ញុំក៏បានព្យាយាមដើរហូរអ្នកដែលយើងត្រូវបកគលរបស់ហ្នឹងឲ្យចឹងដោយសារតែពេលដែលដើរចូល Eon មិញហ្នឹងគឺខ្ញុំនឹកឃើញថាមានពូសន្តិសុខអ៊ំសន្តិសុខដែលគាត់ចាំនៅមុខហ្នឹងចឹងខ្ញុំក៏បានជូនទឹកសុទ្ធក៏ដូចជាមីជូនគាត់ចឹងទៅហើយនៅហ្នឹងខ្ញុំក៏បានដើរកាត់ពូអ៊ំសន្តិសុខ2 3នាក់ដែរចឹងខ្ញុំក៏ជូនគាត់ចឹងទៅអានេះទឹកចិត្តតិចតួចទេដោយសារតែបាច់ចិត្តខ្ញុំវាមានកំណត់ដែរអញ្ចឹងខ្ញុំសូមអធិស្ឋានដែរដោយសារខ្ញុំអត់បានជូនរបស់អីធំដុំទៅគាត់ចឹងណាថ្ងៃនេះខ្ញុំចំណាយលុយ20000រៀលអត់មែនទេ